សួស្តីអ្នកទាំងអស់គ្នាយើងជួបគ្នាជាថ្មីជាមួយនឹងមេរៀន C programming របស់យើងបន្តទៀតថ្ងៃនេះនឹងលើកយកនៅចំណុចមួយគឺ condition statement អញ្ចឹងនៅក្នុង condition statement ហ្នឹងគេចែកចេញជា3មានដូចជា if statement មានដូចជា if else statement if else statement និងចុងក្រោយគឺ if else ifចឹងសម្រាប់ statement ទាំង3នេះគឺគេប្រើសម្រាប់កំណត់លក្ខខណ្ឌហើយតម្លៃដែលកំណត់នៅលក្ខខណ្ឌទាំង3នឹងបានគឺមានតែ2ប៉ុណ្ណោះគឺពិតនិងមិនពិតអញ្ចឹងយើងទៅស្វែងយល់អំពីដំណើរការនិងការសរសេររបស់វាទាំងអស់គ្នាអញ្ចឹងជាដំបូងខ្ញុំនឹងបង្ហាញអំពី if statement មុនគេថា if statement ហ្នឹងយើងត្រូវសរសេរបែបម៉េចហើយដំណើរការរបស់វាបែបម៉េចអញ្ចឹងខ្ញុំចង់សរសេរអំពីការបញ្ចូលនៅអាយុចោះថាអាយុប៉ុណ្ណឹងមានសិទ្ធិក្នុងការចូលរៀនថ្នាក់ទី1អត់ឬក៏ក្នុងការប្រឡងបាក់ឌុបអត់អញ្ចឹងយើងកំណត់វាទាំងអស់គ្នាអញ្ចឹងខ្ញុំប្រើ include stdio.h បន្ទាប់មកគឺជា main function ហ្នឹងគឺដែលទេអញ្ចឹងកន្លែងនេះខ្ញុំនឹងប្រកាសនៅ variable data type មួយគឺ age ខ្ញុំតាំងវាជា integer age បន្ទាប់មកគឺខ្ញុំឲ្យ user ជាអ្នកបញ្ចូលតម្លៃអាយុហ្នឹងថាអាយុហ្នឹងប្រមាណអីប្រមាណអញ្ចឹងទៅអញ្ចឹងយើងឲ្យគេបញ្ចូលមកយើងបោះមីស័យប្រាប់គេថាបញ្ចូល enter your age អញ្ចឹងកន្លែងនេះយើង scan យកនៅអាយុហ្នឹងអញ្ចឹងវាជាប្រភេទ data type integer អញ្ចឹងយើងប្រើភាគរយ d មកមួយនឹង age អូខេអញ្ចឹងបន្ទាប់ពីបញ្ចូលអាយុហើយយើងប្រកាសជាទទួលបានអាយុហើយអញ្ចឹងទិន្នន័យកន្លែងហ្នឹងគឺវា store ទុកនៅក្នុង memory បន្តមកទៀតនេះជា statement ដែលយើងត្រូវប្រើកន្លែងហ្នឹងគឺ if statementអញ្ចឹងយើងមក if អីអញ្ចឹងសូមបញ្ជាក់ដល់អ្នកថានៅក្នុងលក្ខខណ្ឌគឺយើងអត់ប្រើ double quote ឬក៏ជា single quote ទេគឺយើងអត់ប្រើអាហ្នឹងទេគឺយើងសរសេរយកតែម្ដងយើងដាក់វងកញ្ចក់ហើយគឺយើងសរសេរផ្ទាល់តែម្ដងអញ្ចឹងខ្ញុំដាក់លក្ខខណ្ឌកន្លែងហ្នឹងហើយអញ្ចឹងយើងយកអានេះគឺយើងចង់ដាក់លក្ខខណ្ឌទៅលើអាយុអញ្ចឹងខ្ញុំឲ្យ age ហ្នឹងប្រសិនមក if ហ្នឹងតូចជាង18ឆ្នាំអញ្ចឹងតូចជាង18ឆ្នាំហ្នឹងគឺមានន័យថាក្រោម18គឺ17ចុះក្រោមឬក៏17.9999អីចឹងទៅឲ្យតូចជាង18គឺលក្ខខណ្ឌហ្នឹងនឹងដើរហើយអញ្ចឹងយើងបើកopen brace ហើយ closing brace មកអញ្ចឹងកន្លែងហ្នឹងយើងដាក់មកថាពេលដែលលក្ខខណ្ឌហ្នឹងពិតយើងចង់ប្រាប់គេថាម៉េចអញ្ចឹងយើងប្រាប់គេមកថាyou are too young អញ្ចឹងមានន័យថាបើសិនជាគេបញ្ចូលមកអាយុហ្នឹងគឺក្រោម18ឆ្នាំយើងនឹងវានឹងលុតបោះមីស័យប្រាប់គេថា you are too young គឺមានថាអ្នកនៅក្មេងអញ្ចឹងទៅអញ្ចឹងយើងប្រើមួយលក្ខខណ្ឌទៀតយើងប្រើ age ដដែលកំណត់ទៅលើលក្ខខណ្ឌ age ដដែលគឺធំជាងវិញធំជាងឬស្មើ18ឆ្នាំអញ្ចឹងកន្លែងហ្នឹងគឺយើងនឹងបោះ message មកប្រាប់គេថា you are old enough អញ្ចឹងយើងអាចដាក់ you are old enough តែកន្លែងនេះមិនអាចយ៉ាងទេគឺដាក់ you are not a boy or girl អញ្ចឹងទៅអញ្ចឹងមានន័យថាកន្លែងហ្នឹងអាយុគឺលើស18
ស្មើ18ឆ្នាំហើយអញ្ចឹងមិនមែនជាក្មេងប្រុសឬក៏ជាក្មេងស្រីទេអញ្ចឹងកន្លែងនេះយើងប្រើ return 0ក៏បានអត់ក៏បានទេខ្ញុំមិនចង់ប្រើទេអញ្ចឹងយើង save ឈ្មោះមកគេដាក់ថាស្អីក៏បានឡើយហ្នឹងគឺ condition statement អញ្ចឹងដាក់ condition ដាក់ c condition អញ្ចឹងធ្វើការ run វាមកអញ្ចឹងថាបញ្ចូលអាយុអញ្ចឹងខ្ញុំសាកបញ្ចូលដំបូងគឺ17ឆ្នាំនេះគឺវានឹងបោះ message មកប្រាប់ថា you are too young បន្ទាប់មកខ្ញុំសាកវាយ18ម្ដងឬក៏19ខ្ញុំដាក់19ឆ្នាំទៅយ៉ាងកន្លែងនេះគឺវាលោតថា you are not a boy ដោយលក្ខខណ្ឌដែលយើងបានកំណត់អញ្ចឹងខ្ញុំនឹងយល់ពី process ដំណើរការរបស់វាថាដំណើរការរបស់វាគឺបែបម៉េចអញ្ចឹងដំបូងដំណើរការរបស់វាគឺដើរមកពីការបញ្ចូលអាយុអញ្ចឹងកន្លែងនេះយើងនឹងបញ្ចូលអាយុហើយទិន្នន័យ memory ហ្នឹងគឺនឹងចាប់យកអាយុហ្នឹងថាអាយុហ្នឹងគឺប្រមាណនៅពេលដែលចាប់ហើយវានឹង store ទិន្នន័យទុកបន្ទាប់មកវានឹងមកឆែកលក្ខខណ្ឌប្រសិនមកលក្ខខណ្ឌហ្នឹងគឺអត់ពិតទេគឺ statement មួយនេះគឺអត់ដើរទេអញ្ចឹងមានន័យថាif ដំណើរការលុះត្រាតែលក្ខខណ្ឌវាគឺពិតបើសិនជាលក្ខខណ្ឌអត់ពិតទេគឺវាអត់ដំណើរការទេគឺមានន័យថា statement កន្លែងនេះគឺអត់ដំណើរការទេវានឹងធ្វើដំណើរមកឆែកនៅលក្ខខណ្ឌបន្ទាប់ទៀតអញ្ចឹងមានថាវាឆែកលក្ខខណ្ឌពីលើមកក្រោមបើសិនជាលក្ខខណ្ឌលើនេះបើសិនជាលក្ខខណ្ឌលើនេះវាពិតបានវាដំណើរការហើយអាលក្ខខណ្ឌក្រោមនេះគឺអត់ដំណើរការទេអញ្ចឹងមានន័យថាទោះបីជាវាមានច្រើនលក្ខខណ្ឌក៏ដោយ2លក្ខខណ្ឌ3លក្ខខណ្ឌឬក៏ច្រើនជាង3 4អញ្ចឹងទៅឲ្យតែមានលក្ខខណ្ឌណាមួយពិតគឺលក្ខខណ្ឌខាងក្រោមនេះគឺវាអត់ដើរទេឲ្យតែនៅក្នុងmain function ហ្នឹងបើសិនជាមានលក្ខខណ្ឌណាមួយដើរហើយលក្ខខណ្ឌខាងក្រោមទៀតគឺវានឹងឈប់ដើរខ្លួនឯងអញ្ចឹងបើសិនជាយើងមាន3លក្ខខណ្ឌលក្ខខណ្ឌទី1អត់ពិតលក្ខខណ្ឌទី2ពិតអញ្ចឹងអាលក្ខខណ្ឌទី1ហើយនិងទី3ហ្នឹងគឺវាអត់ដំណើរការទេវាដំណើរការតែលក្ខខណ្ឌទី2ទេទោះបីអាលក្ខខណ្ឌទី3ហ្នឹងវាបានទៅ check វាបានទៅពិនិត្យមើលលក្ខខណ្ឌហ្នឹងក៏ដោយប៉ុន្តែគឺវាពិតនៅត្រង់លក្ខខណ្ឌទី2ហើយអញ្ចឹងវានឹងដើរលក្ខខណ្ឌទី2ហ្នឹងហើយមូលហេតុអីបានជាវាអត់ឆែកទៅលក្ខខណ្ឌក្រោមគឺដោយសារតែបើសិនជាវាពិតនៅត្រឹមលក្ខខណ្ឌទី2ហ្នឹងអញ្ចឹងមានន័យថាលក្ខខណ្ឌក្រោមហ្នឹងគឺអត់ពិតទេដោយសារតែលក្ខខណ្ឌយើងអាចកំណត់ដូចគ្នាបានទេព្រោះបើសិនជាកំណត់ដូចគ្នាទៅវាខាតតែ memory ឯងទោះបីយើងអត់ error មែនប៉ុន្តែវាខាត memory របស់យើងអញ្ចឹងវាកំណត់យកថាបើសិនជាមានមួយពិតហើយក្រៅពីហ្នឹងគឺអត់ពិតទាំងអស់គឺវាកំណត់បែបហ្នឹងអញ្ចឹងនេះជា process ឬក៏ដំណើរការនៃ if statement ហើយបន្តមកទៀតគឺខ្ញុំនឹងបង្ហាញអំពី if else statement វិញម្ដងអញ្ចឹងif else statement ក៏វាមិនខុសអីអំពី if statement ដែរប៉ុន្តែវាមាន else សម្រាប់ជំនួសតម្លៃ if អញ្ចឹងវាជំនួសបែបម៉េចអញ្ចឹងយើងមកមើលទាំងអស់គ្នាអញ្ចឹងខ្ញុំតាំងវាជា integer ដែលវាងាយស្រួលក្នុងការសរសេរអញ្ចឹងកន្លែងនេះគឺខ្ញុំនឹងធ្វើការបង្ហាញអំពីតម្លៃបូកដកចុះឬក៏ជាតម្លៃប្រៀបធៀបអញ្ចឹងខ្ញុំតាំងវា AB មកកន្លែងនេះប្រើ if statement អូ sorry ខ្ញុំកន្លែងនេះឲ្យគេបញ្ចូលតម្លៃមួយមកជាងបោះគេឲ្យប្រាប់គេថាកន្លែងធ្វើតែបញ្ចូលតម្លៃ enter values of a អញ្ចឹងទៅ scan តែវាជា integer យើងជាភាគរយ d អេតមកឲ្យគេបញ្ចូលតម្លៃ b ម្ដង enter values of b គេតម្លៃមកភាគរយ d ដូចគ្នាដោយសារវាជា integer b អូខេ
chẳng cái lại ní dương cầm nọt lẹ khan việc chẳng nhâm chăng oi ế tôi chuyện bì lại ní dương chăng đã ê thông chuyện bì bên gặp man đấy chẳng lại ní nó bây đà ế tôi chuyện bì nè dương phép cây tham mạch dương bom mi xây phép cây tham mạch chẳng đôi làm hát nó cười nhâm chọc về thì ho hai một đòn ấy chẳng dương đã mà ế is bigger is smaller tới smaller than b than b ចឹងនៅពេលដែលតម្លៃនេះវាឆែកឃើញថាពិតហើយវាប្រកាសជាបោះតម្លៃនេះមកហើយគឺ a បាទ a is smaller than b ចឹងមានថាតម្លៃ a នេះគឺទីតូចជាងតម្លៃ b ចុះ l គេប្រើបែបម៉េចចឹងl គឺជាតម្លៃមួយដែលផ្ទុយអំពីតម្លៃ if ផ្ទុយបែបម៉េចចឹងយើងមើលកន្លែងនេះប្រសិនបើ if ប្រសិនបើ if តូចជាង a នេះតូចជាង b ចឹងមានន័យថា l វាគឺមានតម្លៃស្មើនឹង a ធំជាងឬស្មើ b ប៉ុន្តែបើសិនជាអា if នេះ a ធំជាង b វិញ l របស់វាគឺស្មើនឹង a តូចជាងឬស្មើ b គឺមានថាវាផ្ទុយគ្នាបើសិនបើអាលើតូចជាងអានេះធំជាងឬស្មើបើសិនជាតូចធំជាងវិញអានេះតូចជាងឬស្មើហើយបើសិនជាអានេះតូចជាងឬស្មើអានេះគឺធំជាងដាច់វិញហើយបើសិនជាអានេះធំជាងឬស្មើអានេះគឺតូចជាងដាច់វិញម្ដងអញ្ចឹងមានថា l ហ្នឹងគឺជាតម្លៃដែលផ្ទុយយើងស្រួលចំណាំគឺថា l គឺជាតម្លៃផ្ទុយនៃ if អញ្ចឹង l កន្លែងនេះតម្លៃរបស់វាគឺ a តូចជាងឬធំជាងឬស្មើ b កន្លែង l ហើយនេះអញ្ចឹងយើងលក្ខខណ្ឌវាកំណត់ខ្លួនឯងហើយយើងដាក់បោះ statement មកហ្មងទៅតែ print យើងដាក់ a is bigger than b អញ្ចឹងធ្វើការ compile ហើយ run អូ sorry ភ្លេចបិទនេះកន្លង compile ហើយ run យកមកអញ្ចឹងខ្ញុំចូលតម្លៃ a គឺខ្ញុំឲ្យវា19ជាមួយនឹង91អញ្ចឹង a is smaller than b អញ្ចឹងវាចូលនៅលក្ខខណ្ឌមួយណាយើងមើលតើវាចូលនៅលក្ខខណ្ឌមួយណានេះគឺវាចូលទៅលក្ខខណ្ឌទី1ដែលតម្លៃ a តូចជាងតម្លៃ b ហើយហេតុអីបានជាយើងឃើញថាតម្លៃទាំងអស់ហ្នឹងវាអត់មកពិនិត្យលក្ខខណ្ឌខាងក្រោមសិនអញ្ចឹងគឺដោយសារតែបើសិនជាលក្ខខណ្ឌនេះមួយពិតហើយលក្ខខណ្ឌខាងក្រោមទៀតគឺវាចាត់ទុកថាគឺលក្ខខណ្ឌអត់ពិតទាំងអស់អញ្ចឹងវាពិតមួយណាវាដើររបស់ statement មួយហ្នឹងហើយគឺវាឈប់ដំណើរការទៀតហើយអញ្ចឹងបើសិនជាអាទី1ពិតវាទៅពិនិត្យទី2ទៀតទេគឺធ្វើឲ្យខាតពេលគឺវានឹងបោះតម្លៃមួយនឹងចេញមកអញ្ចឹងយើងទៅសាកមើលម្ដងទៀតបាត់នេះចោលសិនអញ្ចឹងខ្ញុំឲ្យតម្លៃអាទី1ធំជាងទី2វិញនេះគឺ a is bigger than b វិញអញ្ចឹងដោយសារតែវាចូលមកពិនិត្យលក្ខខណ្ឌ a វាកាន់តម្លៃនៅ91 b កាន់តម្លៃ16អញ្ចឹងវាពិនិត្យលក្ខខណ្ឌឡើយនេះគឺនៅពេលដែលវាពិនិត្យលក្ខខណ្ឌមកយើងឃើញថាកន្លែងហ្នឹង91វាតូចជាង16អញ្ចឹង91គឺអាចតូចជាង16បានទេអញ្ចឹងមានថាលក្ខខណ្ឌទី1ហ្នឹងគឺអត់ពិតទេអញ្ចឹងវាចូលមក l កន្លែងនេះគឺ a ធំជាងឬស្មើជាមួយនឹង b អញ្ចឹងលក្ខខណ្ឌហ្នឹងពិតហេតុអីបានចាត់ទុកថាពិតបើវាអត់ស្មើប៉ុណ្ណឹងអញ្ចឹងកន្លែងហ្នឹងគឺវាចែកចេញជា2លក្ខខណ្ឌទៀតគឺ a ធំជាង b ផងហើយអាចនឹងa ស្មើ b ផងអញ្ចឹងគឺបែបនេះ a ធំជាង b and a ស្មើ b អញ្ចឹងលក្ខខណ្ឌកន្លែងហ្នឹងគឺចូលមួយណាក៏ពិតដែរ
ឲ្យតែអាចធំជាងឬក៏ស្មើអញ្ចឹងវានឹងប៉ិតទាំងពីរតែម្ដងអញ្ចឹងវានឹងចូលទៅកាន់statement មួយហ្នឹងហើយនេះ statement print អានគុំ print ហ្នឹងគឺវានឹងបោះតម្លៃចេញមកក្រៅថា a is bigger than b ហើយសម្រាប់ if else វិញ if else if ក៏វានៅតែដូចគ្នាដែរការសរសេររបស់វាដូចគ្នាជាមួយនឹង if និង if else ប៉ុន្តែវាអាចកំណត់បាននៅប្រភេទលក្ខខណ្ឌច្រើនបើថា if else if ហ្នឹងគឺអាចកំណត់បាននៅប្រភេទលក្ខខណ្ឌច្រើនតែមិនមែនមានន័យថាពីរផ្សេងទៀតហ្នឹងអត់អាចកំណត់បាននៅប្រភេទលក្ខខណ្ឌច្រើនទេប៉ុន្តែវាស្មុគស្មាញជាងមិនមែនស្មុគស្មាញក្នុងការសរសេរទេគឺយើងចំណាយពេលនៅគិតលក្ខខណ្ឌវាច្រើនដងក្នុងការសរសេរអញ្ចឹងខ្ញុំនឹងបង្ហាញថាវាស្រួលជាងបែបម៉េចអញ្ចឹងខ្ញុំដាក់វាមក it man អញ្ចឹងកន្លែងហ្នឹងគឺបើសិនជាខ្ញុំចង់កណនានៅមធ្យមភាគឬក៏ចំណាត់ថ្នាក់របស់សិស្សអញ្ចឹងវាក៏ជាមានលក្ខខណ្ឌច្រើនហើយមានលក្ខខណ្ឌបន្ទុកការបញ្ចូលបន្ទុកបន្ទាប់មកកម្រិតនៃមធ្យមភាគហើយតមកបានចេញជា grade អញ្ចឹងវាអាចនឹងមានលក្ខខណ្ឌច្រើនហើយវាមានដល់ទៅ6និទេសទៀតមាន A B C D E ហើយនិង F អញ្ចឹងយើងគិតថាលក្ខខណ្ឌវាច្រើនបើយើងយក if ទៅសរសេរក៏បានដូចគ្នា if else ក៏បានដែរប៉ុន្តែយើងត្រូវគិតលក្ខខណ្ឌស្មុគស្មាញដឹងពី process នៃ if else if វិញម្ដងថាតើ if else if ហ្នឹងដំណើរការរបស់វាបែបម៉េចហើយវាមានសារៈសំខាន់អីខ្លះអញ្ចឹងif else if ហ្នឹងវាមិនខុសអំពី if ហើយនិង if else ទេវាដូចគ្នាអញ្ចឹងវាជាប្រភេទ statement លក្ខខណ្ឌconditional statement ជាប្រភេទលក្ខខណ្ឌដូចគ្នាប៉ុន្តែការប្រើប្រាស់ if else if ហ្នឹងវាមានលក្ខណៈងាយស្រួលជាងនៅក្នុងការសរសេរលក្ខខណ្ឌច្រើនអញ្ចឹងវាប្រកាសជាមានលក្ខណៈពិសេសរៀងៗខ្លួនរបស់វាហើយប៉ុន្តែ if វាប្រើបាននៅក្នុងការសរសេរលក្ខខណ្ឌតិចតួចវាងាយក្នុងការសរសេរអញ្ចឹងទៅមានមួយលក្ខខណ្ឌពីរលក្ខខណ្ឌអីយើងអាចសរសេរបានប៉ុន្តែនៅពេលយើងកំណត់លក្ខខណ្ឌច្រើនដែលលក្ខខណ្ឌទាំងអស់ហ្នឹងជាលក្ខខណ្ឌបន្តអញ្ចឹងណាជាលក្ខខណ្ឌដែលបណ្ដាក់គ្នាអញ្ចឹងលក្ខខណ្ឌដែលបណ្ដាក់គ្នាហ្នឹងយើងអាចយក if មកសរសេរបានដូចគ្នាអាចដើរបានប៉ុន្តែយើងស្មុគស្មាញនៅក្នុងការកំណត់លក្ខខណ្ឌរបស់វាអញ្ចឹងទៅអញ្ចឹងយើងប្រើ if else មកជំនួសនៅតំណែងរបស់ if ហ្នឹងនៅក្នុងការសរសេរនៅលក្ខខណ្ឌច្រើនហើយសាំញ៉ាំអញ្ចឹងយើងទៅមើលអ្នកគ្នាថាក្នុងការសរសេរនិងដំណើរការ process របស់វាមានលក្ខណៈបែបម៉េចយើង main function អញ្ចឹងខ្ញុំចង់ធ្វើវាជាលក្ខណៈកណនានៅបន្ទុកក្នុងការប្រឡងបន្ទាប់មកឲ្យវាចេញជាចំណាត់ថ្នាក់នីមួយៗអញ្ចឹងដើម្បីទទួលបាននៅចំណាត់ថ្នាក់បានជាប្រកាសជាមានមុខវិជ្ជាបន្ទុកតាមមុខវិជ្ជាបន្ទាប់មកបន្ទុកសរុបហើយយើងប្រកាសជាចេញជាមធ្យមភាគហើយទើបយើងអាចកំណត់បាននៅនិទេសអញ្ចឹងខ្ញុំឲ្យបន្ទុកទាំងអស់ហ្នឹងជាបន្ទុក float ចុះព្រោះបន្ទុកអាចជាចំនួនទស្សភាគអញ្ចឹងខ្ញុំកណនាតែប្រមាណមុខវិជ្ជាទេមានដូចជា map គណិតគឺតាំងដោយ m ទៅខ្លី KX ខ្មែរអង់គ្លេសប្រវត្តិវិទ្យារូបវិទ្យាមានគីមី chemistry អញ្ចឹងទៅហើយមួយទៀតគឺ physics ខ្ញុំលើកយកតែប៉ុណ្ណឹងទេមាន3 7មុខវិជ្ជាបន្ទាប់មកគឺ total ជាបន្ទុកសរុបតាំង total មក total តមកគឺ float មួយទៀតគឺ float នៃមធ្យមភាគ average តាំងដល់ avg អញ្ចឹងទៅតមកយើងតាំងឆា
ជា grade TR អញ្ចឹងយើងបានហើយទាំងការបញ្ចូលនៅបន្ទុកមុខវិជ្ជា total នៃបន្ទុកទាំងអស់ហ្នឹងមធ្យមភាគនិងចំណាត់ថ្នាក់អញ្ចឹងទាំងអស់នេះគឺជាប្រភេទ data type ដែលយើងត្រូវប្រកាសនៅក្នុងលំហាត់មួយហ្នឹងបន្ទាប់មកយើងឲ្យគេបញ្ចូលនៅបន្ទុកមុនដើម្បីធ្វើទៅក្រោមទៀតបានយើងត្រូវតែដឹងបន្ទុកទាំងអស់ហ្នឹងសិនយើង print ដំបូងគឺឲ្យគេបញ្ចូលនៅបន្ទុកគណិតវិទ្យា enter ឬក៏ input enter math ដោយសារវាជាប្រភេទ data type float អញ្ចឹងយើងដាក់ភាគរយ app អញ្ចឹងមកតំណាងឲ្យគណិតវិទ្យាក៏មកទៀតឲ្យគេ enter បញ្ចូលនៅតម្លៃភាសាខ្មែរបន្ទុកនៃភាសាខ្មែរវាជាភាគរយ app ដូចគ្នាដោយសារវាស្ថិតនៅក្នុងប្រភេទតន្ន័យទស្សភាគដូចគ្នាអញ្ចឹង KX តំណាងឲ្យខ្មែរអញ្ចឹង copy paste មកលឿនអញ្ចឹងខ្មែរហើយ English តមកប្រវត្តិសាស្ត្រប្រវត្តិវិទ្យាអញ្ចឹងដាក់ឲ្យមក sorry កន្លែងនេះកន្លែងនេះយើងឲ្យគេបញ្ចូលនៅជីវៈ biology តមក chemistry គីមីវិទ្យាគីមីហើយគឺ physics រូបវិទ្យាចឹងបើសិនជាខ្ញុំទៅសេទៅខុសនៅអក្ខរាវិរុទ្ធចឹងសូមអធិស្ឋានផងខ្ញុំមិនសូវជាច្បាស់ប្រហែលទេកន្លែងអក្ខរាវិរុទ្ធហ្នឹងចឹងនៅពេលដែលយើងបញ្ចូលហើយមានគណិតវិទ្យាមានភាសាខ្មែរមានអង់គ្លេសប្រវត្តិវិទ្យាជីវវិទ្យាគីមីវិទ្យានិងរូបវិទ្យាចឹងបន្ទាប់មកគឺយើងធ្វើការបូកសរុបនៅបន្ទុកទាំងអស់ហ្នឹងសូម enter ទៅក្រោមបន្តិចទៅឲ្យស្រួលមើលចឹងធ្វើការបូកបន្ទុកសរុបចូលគ្នាអញ្ចឹង total ស្មើអញ្ចឹងយើងត្រូវយកអានេះប្រភេទ data type ដែលយើងបានប្រកាសហ្នឹងដែលយើងបានបញ្ចូលទិន្នន័យចូលហ្នឹងយកវាមកបូកចូលគ្នាអញ្ចឹងមានដូចជា math បូកជាមួយនឹងអង់គ្លេសបូកជាមួយនឹងប្រវត្តិវិទ្យាបូកជាមួយនឹង biology នេះជីវៈបូកជាមួយនឹងគីមីវិទ្យាហើយនឹងបូកជាមួយនឹងរូបវិទ្យាអញ្ចឹងនៅពេលដែលបូកហើយយើងមកកណនារក average វិញម្ដងអញ្ចឹង average ហ្នឹងតាមធម្មតានៃមុខវិជ្ជាមួយប្រកាសជាមានមេគុណមកគេហើយប៉ុន្តែខ្ញុំសូមអត់ដាក់មេគុណចូលទេគឺខ្ញុំរាប់គិតមួយស្មើម្ដងតែមុខវិជ្ជាហ្នឹងប្រកាសជាមាន1 1.25 75ឬក៏ 0.5 អីអាហ្នឹងតាមបន្ទុកដែលគេកំណត់ប៉ុន្តែនេះគឺខ្ញុំសូមយកមួយទាំងអស់ហើយអញ្ចឹងខ្ញុំយក average ហ្នឹង AVG ហ្នឹងគឺស្មើនឹង total ចែកជាមួយនឹង6មុខវិជ្ជា
ចឹងនៅពេលដែលយើងទទួលបានមធ្យមភាពនេះយើងប្រកាសជាអាចរក grade បានហើយប៉ុន្តែយើងត្រូវដឹងថាតើដើម្បីបាន grade ហ្នឹងចំណាត់ថ្នាក់មួយហ្នឹងយើងត្រូវធ្វើបែបម៉េចដើម្បីបានចឹងយើងប្រកាសជាប្រើលក្ខខណ្ឌហើយតែលក្ខខណ្ឌរបស់យើងយកមកប្រើកន្លែងហ្នឹងគឺ if else if ចឹងខ្ញុំប្រើមក if ហើយកន្លែងនេះតើត្រូវយកអីដើម្បីមកកំណត់កន្លែងហ្នឹងគឺយើងប្រកាសជាយកមធ្យមភាពយកមកកំណត់ហើយអញ្ចឹងយើងយកមធ្យមភាពមក avg នេះ average ហ្នឹងកន្លែងហ្នឹងយើងចង់បានពីតូចមកធំក៏បានពីធំទៅតូចក៏បានអាហ្នឹងគេមានក្រមគេតែកន្លែងនេះគឺខ្ញុំឧទាហរណ៍ខ្លួនឯងហើយអញ្ចឹងបើសិនជាវាក្រោម50បើសិនជាមធ្យមភាពហ្នឹងក្រោម50អញ្ចឹងគឺខ្ញុំឲ្យ grade ហ្នឹង gr ហ្នឹងស្មើនឹង f គឺធ្លាក់តមកគឺ l if ចឹងមានន័យថាកន្លែងនេះកាលពី if l លក្ខខណ្ឌទី1ហើយកន្លែង l នេះគឺមានន័យថាវាផ្ទុយអំពីលក្ខខណ្ឌកន្លែងនេះអញ្ចឹងមានន័យថាកន្លែងនេះក៏ដូចគ្នាគឺ l កន្លែងនេះលក្ខខណ្ឌរបស់វាគឺផ្ទុយពីអាហ្នឹងគឺមានន័យថាលក្ខខណ្ឌទី2នេះតម្លៃដែលវាចាប់ដើមទៅគឺធំជាង50ឬក៏ស្មើ50សញ្ញាផ្ទុយអំពីសញ្ញាតូចជាងនេះគឺធំជាងឬស្មើអញ្ចឹងកន្លែងនេះតម្លៃរបស់វាគឺធំជាង50ឬស្មើ50អញ្ចឹងកន្លែងនេះគឺដាក់ average ដែរមកនៅតែតូចជាងគឺកំណត់ប្រមាណអញ្ចឹងកំណត់កន្លែងនេះគឺខ្ញុំដាក់ត្រឹម60អញ្ចឹងមានន័យថាតម្លៃកន្លែងនេះចន្លោះវាដែលបានអែបហ្នឹងគឺ50គឺ49ចុះក្រោមអូខេគឺ49ចុះក្រោមគឺបានអែបបន្ទាប់មកកន្លែងនេះគឺ59ចុះក្រោម59ចុះក្រោមរហូតដល់50គត់គឺចំណាត់ថ្នាក់នេះបាន E sorry កន្លែងណាមាននេះតោះយើងថាកំណត់ទៀតហើយនេះខ្ញុំដាក់70មកគេខ្ញុំសុំសរសេរទៅខ្ញុំយល់តាមក្រោយទៅវាស្រួលជាងDកន្លែងនេះគឺដាក់75ទៅឲ្យ C ហើយតទៀតកន្លែងនេះដាក់80យើងចង់ដាក់ប្រមាណក៏បានដែរបើយើងតេស្តខ្លួនឯងប៉ុន្តែបើសិនជាមែនតើទៅគេមានកាត់ក្រមមកគេច្បាស់លាស់យើងអត់ចេះអាចកំណត់បានទេគឺគេកំណត់ច្បាស់លាស់របស់គេប៉ុន្តែបើយើងតេស្តខ្លួនឯងយើងចង់ដាក់ប្រមាណក៏បានដែរឲ្យតែយើងអាចធ្វើបានឲ្យវាចេញចឹងនេះ85អូ sorry ច្រឡំកន្លែងនេះគឺ80តែគឺ B យើងដាក់85ទៅរៀងតំណងតិចអូខេហើយកន្លែងនេះគឺ L L ទៅ T នេះគឺមានន័យថាឲ្យតែធំជាងឬស្មើ85គឺចាប់ពី85ឡើងទៅលើដល់100គឺបាន A ហើយចឹងដាក់ GR មកគឺស្មើ A ចឹងនៅពេលកំណត់អាហ្នឹងហើយខ្ញុំសូមយល់សរុបយកហ្មងទៅចឹងកន្លែងហ្នឹងគឺមានន័យថាបន្ទុកនេះកន្លែង if នេះកំណត់លក្ខខណ្ឌនេះបើសិនជាលក្ខខណ្ឌបើសិនជាបន្ទុករបស់សិស្សហ្នឹងនៅក្រោម50មានន័យថា49ចុះក្រោមហ្នឹងវានឹងបញ្ជាក់បោះ statement មួយមកគឺ gr នេះគឺ f ប៉ុន្តែកន្លែងហ្នឹងគឺវាបោះ statement មកទេគឺខ្ញុំឲ្យកាន់តម្លៃតោះតែយើងដាក់ print มันវាបោះតម្លៃមកគេតែកន្លែងនេះគឺខ្ញុំឲ្យកាន់តម្លៃអា gr នេះគឺនឹងកាន់តម្លៃ f
ប៉ុន្តែនៅពេលដែលaverage នេះមធ្យមភាពនេះវាតូចជាង60អញ្ចឹងមានថាត្រឹម59ចុះក្រោមប៉ុន្តែគឺអត់អាចក្រោម50បានទេដោយសារតែ50នេះគឺមានលក្ខខណ្ឌនេះហើយអញ្ចឹងបើសិនជាក្រោម50យើងបានបន្ទុក49អញ្ចឹងអាលក្ខខណ្ឌខាងលើនេះគឺដើរបាត់ហើយអញ្ចឹងអាខាងក្រោមនេះគឺវាអត់ដើរទេអញ្ចឹងលក្ខខណ្ឌទី2ដើរបានលុះត្រាតែបន្ទុកហ្នឹងក្រោម50ហើយវាធំជាងវាក្រោម60ហើយធំជាង50ឬក៏ស្មើ50ទើបលក្ខខណ្ឌទី2នេះដើរអញ្ចឹងចូលដល់លក្ខខណ្ឌទី3គឺដើរបានដូចគ្នាខាងលើអញ្ចឹងលុះត្រាតែអត្រានៃមធ្យមភាពហ្នឹងនៅក្រោម70ហើយធំជាង60ឬក៏ស្មើ60អញ្ចឹងបើសិនជាវាស្មើ59អញ្ចឹងអា statement នេះលក្ខខណ្ឌនេះគឺដើរហើយអញ្ចឹងអាលើនេះហើយនឹងអាខាងក្រោមនេះគឺវាលែងដើរគឺវានឹងបោះលក្ខខណ្ឌនេះមួយមកឲ្យយើងមកគឺវាកាន់តម្លៃនេះមកអញ្ចឹងសូមបញ្ជាក់ម្ដងទៀតថាលក្ខខណ្ឌក្នុងការសរសេរបែបហ្នឹងគឺមានតែលក្ខខណ្ឌមួយប៉ុណ្ណោះដែលដើរក្រៅពីហ្នឹងគឺអត់ដើរទាំងអស់បើសិនជាមានលក្ខខណ្ឌមួយណាប៉ិតហើយលក្ខខណ្ឌផ្សេងពីហ្នឹងគឺអត់ត្រួតពិនិត្យទេគឺវាដើរតែម្ដងអញ្ចឹងខាងក្រោមនេះគឺដូចគ្នាអញ្ចឹងតបមកធ្វើការ output ចេញក្រៅដាក់ទៅស្រួលមើលបន្តិចដាក់ /n មកដើម្បីឲ្យបញ្ចុះក្រោមអូខេអញ្ចឹងទី1ខ្ញុំចង់ឲ្យវាបង្ហាញឲ្យវិញនៅបន្ទុកទាំងអស់ហ្នឹងបន្ទាប់មកឲ្យបង្ហាញទាំងបន្ទុកសរុបហើយមធ្យមភាពទឹកចំណាត់ថ្នាក់អញ្ចឹងយើងធ្វើការឲ្យវាចេញមកឲ្យវាបោះចេញមកក្រៅវិញអញ្ចឹងធ្វើការ copy មកលឿនខ្ញុំខ្ជិល save ម្ដងទៀតត្រូវវិញធ្វើការលុបអាពួកនេះចេញទៅចេញមកអូខេអញ្ចឹងកន្លែងនេះយើងដាក់នៅភាគរយ app ដោយសារតែវាជាប្រភេទfloat ជាទស្សភាគអញ្ចឹងយើងដាក់វាជាភាគរយ app មកកុំភ្លេចចុចភាគរយផងចុចលេខផងដែលយើងចង់បានហ្នឹងយើងដាក់ប៉ុណ្ណឹងមកខ្ញុំដាក់2គឺយើងចង់បានក្រោយទស្សភាគតែ2ខ្ទង់ទេកន្លែងនេះគឺដាក់ m មកបញ្ជាក់ថាតម្លៃនេះគឺជារបស់គណិតវិទ្យារបស់ m នេះអញ្ចឹងកន្លែងនេះក៏ដូចគ្នាភាគរយចុច2 app នៅភាសាខ្មែរហើយកន្លែងនេះគឺខ្ញុំដាក់ភាគរយចុច2 app ដូចគ្នានិយាយទៅភាគរយចុច2 app ទាំងអស់គឺខ្ញុំភាគច្រើនប្រើចុច2ទេគឺខ្ញុំចង់បានក្រោយទស្សភាគ2ខ្ទង់កន្លែងគឺបកអង់គ្លេសអស់អង់គ្លេសកន្លែងនេះចុច2 app ដូចគ្នា sorry បោះប្រវត្តិវិទ្យាអូខេកន្លែងនេះ2 app ដូចគ្នាហើយវាជារបស់ biology ជីវៈដែលយើងបានតាំងហ្នឹងនេះជារបស់គីមីជាហើយកន្លែងនេះរបស់រូបវិទ្យាអញ្ចឹងទៅចុច2 app py រូបវិទ្យាអូយខ្ញុំដាក់កន្លែងនេះឲ្យវាចុះក្រោមមក /n កុំឲ្យវាជាន់គ្នាទៅវាពិបាកមើលចឹងប៉ុណ្ណឹងបានហើយនេះគឺជាបន្ទុកទាំងអស់ដែលយើងបានបញ្ចូលនៅខាងលើហ្នឹងបន្ទាប់មកខ្ញុំឲ្យវាបង្ហាញនៅបន្ទុកសរុបចឹងថា print total មក print total ហើយភាគរយ app ដូចគ្នាដោយសារវាជាប្រភេទ data type float ហើយ total អញ្ចឹងនេះត្រូវចាំថាអាកន្លែងនេះដាក់ធ្វើម៉េចឲ្យដូច variable ដែលយើងប្រកាសអញ្ចឹងវាយើងត្រូវបានប្រកាសកន្លែងនេះខាងលើនេះគឺអក្សរតូច total អក្សរតូចទាំងអស់
ចឹងបើសិនជាយើងដាក់កន្លែងនេះអក្សរធំវាប្រកាសជា error ហើយអត់ដើរទេចឹងយើងប្រកាសបែបម៉េចយើងទៅសេបែបហ្នឹងមកវិញទើបវាអត់ error ពេចបាត់មីកលឹមផងបន្ទាប់ពី total ហើយមធ្យមភាគaverage 100.2 add ដូចគ្នាមកតបមកទៀតគឺមធ្យមភាគហើយគឺ grade ដាក់ឲ្យវាស្អាតតិចមកអូខេដាក់បែបនេះ100ដោយសារវាជាប្រភេទឆាយើងដាក់វាជាភាគរយ C អញ្ចឹងកន្លែងនេះគឺដាក់ GR យើងប្រកាសវា GR យើងដាក់ GR មក return 0แบบនេះផលអូខេជប់បញ្ហាគេអូនេះ sorry ខ្ញុំដាក់លើស app មួយអញ្ចឹងធ្វើការវាអត់compile ហើយវាអត់មាន error ទេយើងធ្វើការ run វាមកឥឡូវខ្ញុំចូលកណិត95បន្ទុកខ្មែរ95អង់គ្លេស65ប្រវត្តិវិទ្យា80យើងដាក់មកចង់ដាក់ប្រហែលក៏បានដែរហ្នឹងស្រេចតែយើងនេះគេមិនវាដើរអញ្ចឹងកន្លែងហ្នឹងជប់អូខេគឺខ្ញុំផ្លិចដាក់សញ្ញា n នេះមួយទៀតខ្ញុំ compile ឲ្យ run យកមកដាក់នេះមើលដាក់ឲ្យវាស្អាតបន្តិច compile ឲ្យ run គេដាក់ចូលទូរស័ព្ទថ្មីដាក់ប្រហែលក៏បានដែរហ្នឹងនេះទាំងអស់នេះគឺជាតម្លៃដែលយើងបានបញ្ចូលនេះតមកនេះគឺជាបន្ទុកសរុបនេះគឺជាមធ្យមភាគហើយនេះគឺជាចំណាត់ថ្នាក់របស់យើងខ្ញុំឲ្យវាចុះបន្ទាត់មកក្រោម/n /n ទៀតតែនេះអានេះអត់ដាក់បានទេដោយសារវាចុងក្រោយគេយើងដាក់100ដាក់កៅខ្លះនេះគឺជាបន្ទុកដែលយើងបានបញ្ចូលនេះគឺជាបន្ទុកសរុបនេះគឺជាមធ្យមភាពរបស់យើងគឺបានដល់ 99.17 ហើយចំណាត់ថ្នាក់របស់យើងគឺ A ចឹងកន្លែងហ្នឹងគឺវាបង្ហាញតែប៉ុណ្ណឹងការសរសេរខាងលើហ្នឹងដោយប្រើ if else if ចឹងបើសិនជាយើងចង់ដាក់ if ទៅទេក៏បានដែរគ្រាន់តែយើងទៅត្រូវសរសេរលក្ខខណ្ឌហ្នឹងច្រើនដងចឹងលក្ខខណ្ឌហ្នឹងច្រើនដងបែបម៉េចចឹងខ្ញុំបង្ហាញកន្លែងនេះចឹង if ដំបូងយើងត្រូវសរសេរ average ហ្នឹង average នេះតូចជាង50ចឹងមានថាតូចជាង50ហ្នឹងហើយយើងត្រូវឲ្យ IC on ដូចគ្នាទៅអូខេនេះ app ចឹងដោយសារយើងអត់មាន L ទេចឹងយើងត្រូវសរសេរម្ដងទៀតហើយបើសិនជាយើងអត់មាន L គឺអត់មានលក្ខខណ្ឌដែលបញ្ច្រាស់ខាងលើទេចឹងយើងត្រូវកំណត់ខ្លួនឯងទៅសេខ្លួនឯងចឹងកន្លែងហ្នឹងយើងត្រូវតែដាក់ឲ្យវាaverage នេះត្រូវតែធំជាងហើយនឹងស្មើ50តបមកយើងប្រើ n 2ដងនេះស្មើនឹង n នឹងឆ្នប់នឹងaverage ហ្នឹងគឺត្រូវតែតូចជាងយើងដាក់មែន60អញ្ចឹងតូចជាង60ឃើញវាត្រូវសរសេរច្រើនដងដើម្បីបានមួយលក្ខខណ្ឌគឺត្រូវសរសេរច្រើនដងអញ្ចឹងដើម្បីងាយស្រួលយើងត្រូវប្រើ if else នេះយើងសរសេរខ្លីៗក្នុងនេះដោយសារតែយើងមាន l មួយចំនួនហើយចំនួនលក្ខខណ្ឌមួយនេះអញ្ចឹង l កន្លែងនេះមកចំនួនលក្ខខណ្ឌរបស់កន្លែងនេះគឺមកកណាត់នេះចំនួនដោយ l អញ្ចឹងគាត់តែ l មួយគឺអាច
កាត់បន្ថយការសរសេររបស់យើងបានច្រើនហើយយើងទៅមើលឡើងវិញក៏វាងាយមើលជាងហើយនៅពេលដែលយើងរានទៅក៏យើងងាយស្រួលនៅក្នុងការកែកូដរបស់យើងងាយស្រួលក្នុងការមើលថាកូដកន្លែងណាដែលខុសកន្លែងណាដែល error យើងស្រួលមើលជាងការសរសេរបែបនេះគឺដោយសារតែការសរសេរបែបហ្នឹងគឺវាវែងឆ្ងាយហើយអាចនឹងខុសទៀតបើយើងគិតលក្ខខណ្ឌអត់ត្រូវគឺ error ហើយតែកន្លែងនេះគឺយើងអត់សូវពិបាកក្នុងការគិតលក្ខខណ្ឌប្រហែលទេដោយសារតែយើងមានលក្ខខណ្ឌមួយស្រាប់ហើយគឺលក្ខខណ្ឌបញ្ច្រាស់ពីខាងលើអញ្ចឹងបើកន្លែងនេះតូចជាងធំជាងឬស្មើមកតោះមកយើងធ្វើការតលក្ខខណ្ឌរបស់យើងមកកំណាត់ទៀតអញ្ចឹងវាធ្វើការឲ្យយើងនឹងងាយស្រួលនៅក្នុងការត្រួតពិនិត្យនៅក្នុងការឆែកមើលថាយើងសរសេរខុសកន្លែងណាកន្លែងណាអញ្ចឹងទៅហើយវាខ្លីផងដែរអញ្ចឹងភាពខុសគ្នារបស់វាគឺមានតែប៉ុណ្្នឹងទេអត់មានច្រើនទេអញ្ចឹងនៅពេលដែលយើងសរសេរលក្ខខណ្ឌច្រើនហើយមានភាពស្មុគស្មាញដូចជាលក្ខខណ្ឌជាសេរីនេះលំហាត់នេះគឺជាប្រភេទលក្ខខណ្ឌជាសេរីហើយជាលក្ខខណ្ឌដែលបន្តបន្ទាប់គ្នាលក្ខខណ្ឌបែបហ្នឹងគឺយើងត្រូវប្រើ if else if អីដោយសារតែវាត្រូវការប្រើច្រើនលក្ខខណ្ឌហើយវាមានភាពស្មុគស្មាញបើសិនជាយើងប្រៀបធៀបជាមួយនឹង if statement បាទអញ្ចឹងសម្រាប់មេរៀនថ្ងៃហ្នឹង condition statement ហ្នឹងគឺខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយជាមួយនឹងចំណុចថ្មីផ្សេងទៀតបាទសូមអរគុណ